ជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងថ្ងៃនេះដែរខ្ញុំនឹងលើកយកប្រធានបទមួយមកធ្វើការបកស្រាយនោះគឺតើ Bitcoin គឺជាអ្វីសម្រាប់ប្រធានបទនេះដែរខ្ញុំជឿថាអ្នកទាំងអស់គ្នាដែលបានស្ដាប់វីដេអូពីមុនរបស់ខ្ញុំមកប្រហែលជាបានដឹងឬក៏បានស្គាល់ហើយដោយសារតែខ្ញុំបានធ្វើការសង្ខេបជាច្រើនប៉ុន្តែដោយសារតែខ្ញុំឃើញមានបងស្រីម្នាក់គាត់បានខមមិននៅលើវីដេអូខ្ញុំសួរថាតើខ្ញុំមានបើកវគ្គសិក្សាបង្រៀនពី Bitcoin ដែរឬទេអញ្ចឹងខ្ញុំក៏បានបញ្ជាក់ទៅគាត់វិញដែរថាខ្ញុំអត់មានបើកវគ្គសិក្សាពី Bitcoin ទេប៉ុន្តែខ្ញុំនឹងព្យាយាមធ្វើវីដេអូឲ្យបានច្រើនពី Bitcoin ដើម្បីឲ្យគាត់បានរៀនសូត្រពីវីដេអូរបស់ខ្ញុំទាំងនេះហើយមួយវិញទៀតខ្ញុំក៏ចង់ឲ្យគាត់ជៀសវាងនៅការបោកប្រាស់ផ្សេងដែរសម្រាប់វីដេអូនេះក៏ដូចជាវីដេអូមុនដែរគោលបំណងធ្វើឡើងគឺក្នុងគោលបំណងចែករំលែកចំណេះដឹងចែករំលែកបទពិសោធន៍ក៏ដូចជាការកំសាន្តខ្ញុំមិនមែនជាអ្នកជំនាញហើយក៏មិនមែនជាអ្នកផ្ដល់ដំបូន្មានផ្នែកហិរញ្ញវត្ថុហើយក៏អត់មានបំណងអូសទាញអ្នកទាំងអស់គ្នាឲ្យមកវិនិយោគក្នុងវិស័យ crypto ឬក៏ Bitcoin ឡើយចូលមកដល់ប្រធានបទយើងវិញតើ Bitcoin គឺជាអ្វីអញ្ចឹងខ្ញុំនឹងធ្វើការបកស្រាយបែងចែកជា7ចំណុចសំខាន់ហើយធំដែលខ្ញុំលើកយកមកពី white paperបើសិនជាអ្នកទាំងអស់គ្នាចង់អានពេញពី white paper ខ្ញុំនឹងដាក់ link សម្រាប់ឲ្យអ្នកទាំងអស់គ្នាចូលទៅអាននៅក្នុង description របស់វីដេអូមួយនេះសម្រាប់ Bitcoin white paper គឺទៅសេឡើងដោយជនអនាមិកម្នាក់ដែលហៅថា Satoshi Nakamoto ហើយ white paper ហ្នឹងគឺមានចំនួនទាំងអស់9សន្លឹកជា PDF សម្រាប់ចំណុចសំខាន់ទី1នោះគឺតើហេតុអ្វីបានជាគាត់បង្កើត Bitcoin នឹងឡើងអញ្ចឹង Satoshi Nakamoto ហ្នឹងដែលជាអ្នកសរសេរ Bitcoin white paper ហ្នឹងហើយគាត់ក៏ជាអ្នកដែលបង្កើត Bitcoin នឹងឡើងដែរដូច្នេះគាត់បានទម្លាក់ white paper ហ្នឹងនៅឆ្នាំ2008បន្ទាប់ពីពិភពលោកកំពុងតែជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនៅក្នុង white paper ហ្នឹងគាត់បាននិយាយ clear មួយថាបញ្ហាសេដ្ឋកិច្ចពិភពលោកដែលយើងកំពុងតែជួបប្រទះហ្នឹងគឺដោយសារតែយើងទាំងអស់គ្នាហ្នឹងជឿជាក់ទៅលើប្រព័ន្ធធនាគារក៏ដូចជាក្រុមហ៊ុនបងប្រាក់ឬក៏ក្រុមហ៊ុនទូទាត់ទាំងអស់ហ្នឹងខ្លាំងពេកគាត់ក៏បន្តដែរថាចុះបើសិនជាពិភពលោកហ្នឹងមានប្រព័ន្ធមួយដែលអាចឲ្យអ្នកទាំងអស់គ្នាផ្ទេរប្រាក់ពីម្នាក់ទៅម្នាក់ដោយផ្ទាល់ដោយមិនចាំបាច់មាននរណាគេម្នាក់មកធ្វើការគ្រប់គ្រងក៏ដូចជាអនុម័តនោះទេអញ្ចឹងពេលនោះហើយគឺជាពេលដែល Bitcoin បានចាប់កំណើតឡើងនៅឆ្នាំ2009ចំណុចសំខាន់ទី2នោះគឺ peer to peer digital cash អញ្ចឹងគាត់ក៏បាន mention នៅក្នុង white paper ហ្នឹងដែរភាសាខ្មែរយើងអាចនិយាយបានថាជារូបិយប័ណ្ណ digital ដែលអាចឲ្យយើងផ្ទេរពីម្នាក់ទៅម្នាក់បានអញ្ចឹងឧទាហរណ៍ថាឥឡូវហ្នឹងខ្ញុំនៅស្រុកខ្មែរខ្ញុំចង់ទិញអីវ៉ាន់នៅប្រទេសអាមេរិកដែលមានតម្លៃ 0.1 Bitcoin អញ្ចឹងខ្ញុំអាចផ្ទេរ 0.1 Bitcoin ពីខ្ញុំទៅអាមេរិកដោយផ្ទាល់ដែលអត់ចាំបាច់មានធនាគារកណ្ដាលណាកាត់ថ្លៃសេវានោះទេចំណុចមួយវិញទៀតដែលបានលើកឡើងនៅក្នុង white paper ហ្នឹងគឺតាក់ទងទៅនឹងការ double spending problem មានន័យថាបញ្ហាដែលយើងអាចធ្វើការប្រតិបត្តិការពីរដងក្នុងលុយតែមួយសម្រាប់ចំណុចហ្នឹងវាមិនមែនមានតែនៅក្នុង Bitcoin ទេនៅក្នុងបញ្ហារបស់ bank របស់យើងសប្តាហ៍ថ្ងៃហ្នឹងក៏មានដែរឧទាហរណ៍ថាយើងទិញអីវ៉ាន់ហើយយើងឲ្យខាងក្រុមហ៊ុនក៏ឆែកលុយហើយប៉ុន្តែយើងទៅប្តឹងទៅខាងធនាគារថាខ្ញុំអត់បានទិញរបស់ហ្នឹងទេដើម្បីឲ្យធនាគារហ្នឹងកាត់លុយពីខាងក្រុមហ៊ុនយកមកឲ្យគាត់វិញអញ្ចឹងគាត់នឹងទទួលបានរបស់ដែលឥតគិតថ្លៃសម្រាប់បញ្ហាមួយនេះ Satoshi គាត់ក៏បាន mention ដែរថានៅក្នុង Bitcoin គឺมันអាចកើតឡើងនោះទេពីព្រោះ Bitcoin ប្រើប្រាស់ technology ម្យ៉ាងដែលមានឈ្មោះថា blockchain ហើយសម្រាប់ blockchain ហ្នឹងខ្ញុំនឹងធ្វើការបកស្រាយចូលក្នុងចំណុចទី3តើវាមានសារៈសំខាន់អ្វីដែលធ្វើឲ្យដោះស្រាយបញ្ហាការផ្ទេរប្រាក់ពីរដងជាន់គ្នាចូលមកដល់ចំណុចទី3នោះគឺប្រព័ន្ធ technology blockchain អញ្ចឹង Satoshi គាត់បានបង្កើត a public digital ledger ដែលបកប្រែជាខ្មែរថាបញ្ជីសាធារណៈបែប digital មួយសម្រាប់បញ្ជីនឹងដែរគឺកត់ត្រានៅរាល់ប្រតិបត្តិការទាំងអស់ដែល Bitcoin គាត់បានធ្វើឡើងហើយចំណុចពិសេសរបស់បញ្ជីមួយនោះគឺអ្នកទាំងអស់គ្នាអាចចូលទៅមើលរាល់ប្រតិបត្តិការរបស់អ្នកណាម្នាក់ធ្វើបានទាំងអស់អញ្ចឹងសួរវិញថាតើបញ្ជីមួយហ្នឹងជាមួយនឹង blockchain វាពាក់ព័ន្ធគ្នាយ៉ាងដូចម្ដេចការពិតទៅប្រព័ន្ធ blockchain នេះឯងដែលវាដើរតួជា public digital ledger ហ្នឹងនៅពេលដែលមានប្រតិបត្តិការមួយកើតឡើងវានឹងចូលទៅក្នុងប្រព័ន្ធ block មួយហ្នឹងហើយបន្ទាប់មកមានមនុស្សមួយក្រុមដែលហៅថា miner គាត់ជាអ្នកអនុម័តថាតើ
ប្រតិបត្តិការមួយហ្នឹងត្រឹមត្រូវឬក៏អត់តែគាត់ធ្វើការកណនីមួយចំនួន Soul Puzzle មួយចំនួនហើយគាត់ជាអ្នកបញ្ជាក់ថាតើម្នាក់ហ្នឹងគាត់មានចំនួនលុយប៉ុណ្ណឹងពិតប្រាកដដែរឬទេហើយគាត់បង់ទៅម្នាក់ហ្នឹងពិតប្រាកដដែរឬទេមានកំហុសឆ្គងណាមួយឬក៏ការខ្លាញ់បន្លំកើតឡើងដែរឬទេនៅពេលដែលគាត់បានកណនីឲ្យអស់ហើយថាពិតជាប្រតិបត្តិការដែលត្រឹមត្រូវនោះគាត់នឹងអនុម័តឲ្យប្រតិបត្តិការនោះទទួលបានជោគជ័យប៉ុន្តែសូមបញ្ជាក់ផងដែរថាមិនមែនមានមនុស្សតែម្នាក់ទេដែលអនុម័តឲ្យប្រតិបត្តិការនោះជោគជ័យបានគឺអាចចាប់ពី6ទៅ9នាក់ដែលអនុញ្ញាតឲ្យប្រតិបត្តិការនោះជោគជ័យទើបធ្វើឲ្យប្រតិបត្តិការទាំងមូលជោគជ័យហើយបន្ទាប់មកប្លុកផ្សេងទៀតដែលត្រូវបានបង្កើតឡើងហ្នឹងគឺវាចងភ្ជាប់ជាមួយគ្នាទើបគេហៅថា blockchain សម្រាប់ឯ miner វិញគាត់នឹងទទួលបានរង្វាន់ជាកាក់ Bitcoin ដែលគាត់បានចំណាយពេលវេលារបស់គាត់មកធ្វើការដោះស្រាយ puzzle ក៏ដូចជាគណិតវិទ្យាផ្សេងដែលធ្វើឲ្យប្រតិបត្តិការនោះជោគជ័យដូច្នេះហើយទើបមនុស្សមួយចំនួនធំចង់ធ្វើជា miner ដើម្បីទទួលបានរង្វាន់ជាកាក់ Bitcoin នោះចំណុចទី4តើអ្វីទៅជា proof of work អញ្ចឹងដូចដែលខ្ញុំបានបញ្ជាក់មុនហ្នឹងអញ្ចឹងមុនពេលប្លុកថ្មីចូលទៅក្នុងប្រព័ន្ធ blockchain អ្នក miner ទាំងអស់គាត់ត្រូវទៅដើមគ្នាចូលទៅដោះស្រាយគណិតវិទ្យា Soul Puzzle អីផ្សេងដើម្បីឲ្យប្រតិបត្តិការនឹងជោគជ័យអានឹងហើយគេហៅថា proof of work ហើយអ្នកដែលទៅដើមគ្នាឈ្នះគេហ្នឹងគឺគាត់ទទួលបានរង្វាន់ជា Bitcoin ហើយមួយវិញទៀតវាក៏ជាមូលហេតុមួយការពារក្នុងការលួចបន្លំដែរដោយសារតែអ្នក miner ទាំងអស់នៅក្នុងពិភពលោកគឺដណ្ដើមគ្នាចូលទៅធ្វើប្រតិបត្តិការឲ្យបានជោគជ័យដូច្នេះអ្នកបន្លំគឺមានការពិបាកយ៉ាងខ្លាំងដែលអាចថា rate នៃការបន្លំហ្នឹងសឹងតែមិនអាចកើតមានឡើងបានចំណុចទី5នោះគឺឯករាជ្យអញ្ចឹង Bitcoin វា centralized ដែលពាក្យខ្មែរហៅថាវិមជ្ឈការមិនមានក្រុមហ៊ុនណា CEO ឬក៏រាជរដ្ឋាភិបាលណាគ្រប់គ្រងប្រព័ន្ធនេះបានឡើយអញ្ចឹងអ្នកគ្រាន់តែមានប្រព័ន្ធអ៊ីនធឺណិតជាមួយនឹង Bitcoin គឺអាចធ្វើការផ្ញើប្រាក់បានរួចជាស្រេចចំណុចទី6នោះគឺឯកជនភាពអញ្ចឹងអ្នកប្រើប្រាស់ Bitcoin ឬក៏អ្នកដែលមាន Bitcoin គឺគាត់អត់ប្រើឈ្មោះពិតទេអ្វីដែលគាត់ប្រើនោះគឺលេខកូដ wallet របស់គាត់តែប៉ុណ្ណោះដូច្នេះទោះបីជាអ្នកទាំងអស់គ្នាអាចមើលទៅកាន់ប្រតិបត្តិការទាំងអស់របស់ Bitcoin បានមែនប៉ុន្តែគេក៏មិនដឹងថាតើនោះជារបស់អ្នកណាដែរដោយសារតែប្រតិបត្តិការទាំងអស់នោះគឺធ្វើឡើងរវាងកូដ wallet ម្នាក់ទៅម្នាក់មិនបានផ្ដល់ព័ត៌មានពីបុគ្គលនោះឡើយចំណុចទី7ដែលជាចំណុចសំខាន់បំផុតរបស់ Bitcoin នោះគឺតម្លៃនិងចំនួនសម្រាប់ Bitcoin ចំនួនសរុបនោះគឺ21លានកាក់តែប៉ុណ្ណោះគឺมันអាចមាន Bitcoin ម៉ាញបន្ថែមលើសពី21កាក់បាននោះទេដូច្នេះតម្លៃរបស់វានឹងកើនឡើងផ្ទុយពីតម្លៃរបស់លុយសប្តាហ៍ថ្ងៃដោយសារតែលុយសប្តាហ៍ថ្ងៃគឺអាចព្រិនបានជារៀងរហូតនៅពេលដែលមានការខ្វះខាតឬក៏ត្រូវការគឺរដ្ឋាភិបាលគាត់នឹងចាប់ផ្ដើមផលិតបោះពុម្ពលុយបន្ថែមប៉ុន្តែសម្រាប់ Bitcoin គឺมันអាចកើនឡើងបាននោះទេទើបធ្វើឲ្យតម្លៃរបស់វាកើនឡើងហើយតម្លៃរបស់លុយធ្លាក់ចុះបើសិនជាយើងនិយាយឲ្យស្រួលស្ដាប់ទៅគឺវាដូចជាមាសអញ្ចឹងប៉ុន្តែវាងាយស្រួលទុកដាក់ហើយនឹងងាយស្រួលផ្ទេរជាងមាសអញ្ចឹងចំណុចទាំង7នេះគឺជាចំណុចសំខាន់ដែលខ្ញុំសង្ខេបឡើងពី white paper ដែលមាន9ទំព័រប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចង់អានឲ្យវា detail ខ្លាំងអ្នកទាំងអស់គ្នាអាចចូលទៅ link ដែលខ្ញុំដាក់នៅខាងក្រោមនេះបានអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចទទួលបានចំណេះដឹងបន្ថែមពី Bitcoin អរគុណអ្នកទាំងអស់គ្នាដែលបានតាមដានស្ដាប់ពីដើមរហូតដល់ចប់បើសិនជាអ្នកទាំងអស់គ្នាចូលចិត្តសូមជួយចុច like និង subscribe អរគុណជួបគ្នានៅវីដេអូបន្ទាប់